ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយនិយាយអំពីបរិបទពីរនាក់ការប្រើប្រាស់កម្លាំងនិងភាពឆ្លាតវៃប៉ុន្តែមុននឹងចូលសាច់រឿងសូមបងប្អូនជួយ Subscribe ម្នាក់មួយផងសូមអរគុណតោះយើងទៅទស្សនារឿងនិងស្ដាប់ទាំងអស់គ្នានៅភូមិមួយមានបុរសពីរនាក់ឈ្មោះវុធីនិងប៊ុនឋានពួកគេធ្វើការនៅក្រុមហ៊ុនដូចគ្នាវុធីធ្វើការតាំងពីព្រឹកដល់យប់ដោយមិនសម្រាកប៊ុនឋានវិញធ្វើតែម៉ោងតិចប៉ុន្តែគិតយ៉ាងឆ្លាតនៅចុងខែវុធីហត់នឹងមិនទទួលលទ្ធផលល្អប៊ុនឋានវិញទទួលរង្វាន់ពីអ្នកដឹកនាំវុធីសួរប៊ុនឋានថាតើអ្នកធ្វើអ្វីបានល្អជាងខ្ញុំប៊ុនឋានឆ្លើយថាខ្ញុំប្រើច្បាប់80-20វុធីសង្ស័យថាតើអ្វីទៅជា80-20ប៊ុនឋានពន្យល់ថាត្រឹមតែ 20% នៃការងារបង្កើតលទ្ធផល 80% ដូច្នេះគាត់ផ្ដោតលើការងារសំខាន់បំផុតវុធីចាប់ផ្ដើមសាក់លបងបែបនោះផងដែរគាត់សរសេរបញ្ជីការងារទាំងអស់ក្នុងថ្ងៃមួយហើយជ្រើសតែការងារដែលមានតម្លៃខ្ពស់ជាងគេម្ដងម្កាលគាត់គិតថាការងារច្រើនមិនស្មើនឹងភាពមានប្រសិទ្ធភាពទេការងារមួយប៉ុណ្ណោះអាចផ្លាស់ប្ដូរផ្លូវជីវិតបានបន្ទាប់ពី2ខែវុធីមានពេលសម្រាប់គ្រួសារជាច្រើនគាត់មានប្រាក់ចំណូលកើនឡើងមិត្តរួមការងារសួរថាតើអ្នកធ្វើការច្រើនជាងមុនទេវុធីញញឹមទេខ្ញុំធ្វើតែជាងមុនប៉ុន្តែឆ្លាតជាងមុនគាត់រៀងថាការខំប្រឹងមិនគ្រប់គ្រាន់ទេបើមិនមានយុទ្ធសាស្ត្រច្បាប់80-20ធ្វើឲ្យគាត់ឆ្ពោះទៅភាពជោគជ័យយ៉ាងលឿនប៊ុនឋានក្លាយជាគ្រូបង្រៀនជីវិតឲ្យមិត្តមនុស្សជាច្រើននៅក្រុមហ៊ុនចាប់ផ្ដើមអនុវត្តច្បាប់នេះការងារកាន់ប្រសិទ្ធភាព3ដងអ្នកដឹកនាំសរសេរថាពួកអ្នកក្លាយជាគន្លងថ្មីរបស់អ្នកជោគជ័យវុធីនិងប៊ុនឋានញញឹមដោយភាពមោទនៈពួកគេដឹងថាជោគជ័យមិនមកពីការធ្វើច្រើនទេតែពីការធ្វើត្រឹមត្រូវចុងក្រោយពួកគេបានបង្កើតក្រុមឆ្លាតវៃថ្មីក្នុងក្រុមហ៊ុនហើយច្បាប់80-20ក្លាយជាផ្លូវនៃជីវិតរបស់ពួកគេសូមអរគុណចំពោះការទស្សនារហូតដល់ចប់កុំភ្លេចជួយ Subscribe ម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ